ខ្លួនបានវាប្រហារកូដឲ្យយោធាភាគខាងលិចនិងភាគខាងតាមប្រទេសអ៊ីរ៉ង់ទោះបីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនយ៉ាមីននេតាញ៉ាហ៊ូបញ្ឈប់ការវាយប្រហារក៏ដោយតាមរបាយការណ៍របស់សារព័ត៌មានរយទ័រការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលឆ្ពោះទៅកាន់អ៊ីស្រាអែលតែក៏ពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ប៉េរូក្នុងប្រទេសលីបង់សរុបដល់បានបញ្ជាក់ថាលោកដូណាល់ត្រាំកំពុងតែទាញយកជំរុញឲ្យមានបាត់ទប់បាញ់និងទឹកព្រមព្រៀងថ្មីជាមួយនឹងអ៊ីរ៉ង់ដើម្បីទប់ស្កាត់ការពុះសង្គ្រាមក្នុងមជ្ឈមណ្ឌលតែការវាយប្រហារថ្មីរបស់អ៊ីស្រាអែលបានធ្វើឲ្យភាពតានតឹងកាន់តែក្តៅឡើងក្នុងពេលជាមួយគ្នាអ៊ីរ៉ង់ក៏បានប្រមានថាសម្រាប់ការវាយប្រហារបន្តលោកអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់អាចខ្លាចជាគោលដៅបន្ទាប់ខណៈដែលយោធាអ៊ីស្រាអែលក៏បានប្រកាសថាពួកកំពុងតែទិញសម្រាប់ការប្រយុទ្ធជាច្រើនផ្នែកជាមួយនឹងអ៊ីរ៉ង់